Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន keyboard មក brand ទៀតហើយដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand ដែរគឺជា brand របស់ Ola ដែល logo របស់វានោះគឺ F65 សម្រាប់ keyboard ដែរគឺអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ជាប្រចាំថ្ងៃបានមិនថាលេង game នឹងធ្វើការទេបាទទាំងពីរយើងនឹងមកដឹងពី spec របស់ keyboard នេះបន្តិច keyboard នេះគឺជាប្រភេទ keyboard ដែលមាន size 65% layout ហើយក៏ជា mechanical keyboard ផងដែរអាចថត swap ប្រព័ន្ធបានហើយបើនិយាយពីភាគរយថ្មរបស់គេវិញគឺកាន់បានរហូតដល់18ម៉ោងវាយូរគួរសមងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃនឹងតែម្ដងប្រើប្រាស់ជាមួយនឹង switch Ripper switch ចូលមកការ connection វិញគឺប្រើប្រាស់បានរហូតដល់3 connection mode មាន USB Type C USB wireless ហើយនិង Bluetooth ចំពោះ keyboard នឹងដែរគឺពួកយើងមាន3ពណ៌ក្នុង stock ដូចអ្នកគ្នាបានឃើញនៅក្នុងវីដេអូនឹងចឹងបើសម្រាប់ការ design របស់ keyboard model នេះវិញគឺគេ design មកដែលភ្ជាប់មកជាមួយនឹងភ្លើង side light នៅគៀនរបស់ keyboard នេះគឺទាំងសងខាងតែម្ដងរីឯនៅផ្នែកខាងលើរបស់ keyboard ក៏គេបាន design មកដែលភ្ជាប់មកជាមួយនឹងប៊ូតុងដែលកំណត់ទៅលើ connection រំដាប់ Type C ចំនួន1ហើយនិងដុំ USB wireless ចំនួន1ផងដែរអញ្ចឹងខ្ញុំដកឲ្យអ្នកនរគ្នាមើលនេះគឺជាដុំ USB wireless ដែលគេបានភ្ជាប់មកជាមួយនឹង keyboard បើនិយាយពីពណ៌របស់ keyboard វិញគឺគេ design មក Sonic ដែលមានពណ៌ gradient ហើយនិងពណ៌ធម្មតាដែលអ្នកនរគ្នាឃើញក្នុងវីដេអូនឹងចឹងហើយសម្រាប់ keycap វិញក៏មាន2 style ឲ្យអ្នកនរគ្នាងាយស្រួលក្នុងការជ្រើសរើសផងដែរទាំង side pin ដែលមានអក្សរនៅខាងក្រោមនេះនិង keycap ធម្មតាអញ្ចឹងអីដែលខ្ញុំឆ្លាញ់ពី keyboard model នេះគឺការ design របស់វាមក Sonic គឺតូចល្មមងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃនិងយកតាមខ្លួនបានផងដែរហើយក៏មានភ្លើង satellite នៅខាងគៀនទាំងសងខាងផងធ្វើលើកសម្រាប់ keyboard នេះបានមកកម្រិតទៀតហើយក៏មាន keycap ច្រើន mode ដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការជ្រើសរើសផងដែរទាំង keycap ធម្មតានិង side pin តែម្ដងក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននូវ accessory មួយចំនួនដូចជា keycap puller និង switch puller ចំនួន1 switch extra ចំនួន1កញ្ចប់និងចុងក្រោយគេនោះគឺខ្សែ Type C ចំនួន1ផងដែរហើយចំពោះ keyboard model ខាងមុខនេះក៏ខាងពួកយើងមាន warranty ជាអ្នកទាំងអស់គ្នាផងដែរពីមួយអាទិត្យរហូតដល់1ឆ្នាំហើយបើនិយាយពីតម្លៃរបស់គេវិញគឺត្រឹមតែ$49តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ